ញឆ្ងល់អត់មកផ្ទះខ្លះពីខាងក្រៅដូចតែគ្នាសាមញ្ញតែដល់ទៅពេលដើរចូលខាងក្នុងផ្ទះវិញណាមិនបានខុសគ្នាស្រឡះដាច់ចឹងនេះបងមើលពលឺថ្ងៃចាស់ចូលមកឯដោយសារតែនៅទីនេះគេប្រើទ្វារកញ្ចក់ទាំងធំធ្វើឲ្យបន្ទប់ទទួលភ្ញៀវទាំងមូលមើលទៅមានអារម្មណ៍ថាភ្លឺស្រឡះល្អហើយមិនចាំបាច់ប្រើប្រាស់អំពូលភ្លើងពេលថ្ងៃក៏បានដែរប៉ុន្តែចំណុចដែលពិសេសជាងគេគឺត្រង់នេះហ្មងបងមើលការបើកលំហចំកណ្ដាលផ្ទះពីជាន់ខាងលើដល់ក្រោមគឺខ្ពស់ស្រឡះល្អមែនតើហើយការរចនាម៉ូដផ្ទះបែបនេះនឹងជួយឲ្យផ្ទះយើងមានពន្លឺចេញចូលគ្រប់គ្រាន់និងសាបជាប់ជាមួយនឹងធម្មជាតិបានច្រើនទៀតផងមិនហប់ខ្យល់ដូចផ្ទះធម្មតាទេបងមួយទៀតនោះគឺដំបូលកញ្ចក់ skylight នៅជាន់ខាងលើហ្នឹងនឹងជួយទាញយកពន្លឺធម្មជាតិចូលខាងក្នុងផ្ទះគ្រប់គ្រាន់បានផងដែរតោះឥឡូវសាកចង់ឲ្យបងមើលពីផ្លូវនៅខាងក្រៅបន្តិចគឺធំទូលាយហើយមានរបៀបរៀបរយនិយាយរួមគឺងាយស្រួលទាំងការរស់នៅហើយនិងការបើកជីវកម្មក៏បានដែរបងដែលមានរចនាបថស្អាតហើយភ្លើងស្រឡះបែបនេះគឺកម្រមានណាបងប្អូនទាំងអស់គ្នាគឺខ្ញុំចង់សំដៅទៅលើផ្ទះល្វែងដែលយើងមើលពីខាងក្រៅនិងធ្លាប់ប្រទះឃើញពីមុនមកចុះបងចូលចិត្តប្រភេទផ្ទះបែបនេះអត់អាចជួយខមមិនប្រាប់ខាងក្រោមតិចបានអត់The Eco Residence sense of comfort of living.